សម្រាប់វីដេអូនេះខ្ញុំធ្វើឡើងតាក់ទងជាមួយនឹងការរៀបចំក្នុងការរៀបចំឈ្មោះ page account ផ្សេងៗនេះទៅតាម body យើងនីមួយៗដើម្បីរៀបផុសអញ្ចឹងជាដំបូងយើងបើកចូលមកកាន់tool របស់យើងសិនមកបន្តមកភាសានេះវា auto run អញ្ចឹងខ្ញុំបិទវាសិនកុំឲ្យវា run ហើយវាបើក LD ចេញមកហើយខ្ញុំចូលទៅកាន់មុខងារប៊ូតុងរបស់ post reel ហើយក្នុងនេះវានឹងឃើញតាក់ទងជាមួយនឹង function ដែលយើងត្រូវរៀបចំ set up ផ្សេងៗណាអញ្ចឹងយើងត្រូវតែសម្គាល់ថា LD ណាដែលយើងត្រូវរៀបចំតាក់ទងជាមួយនឹងការរៀបចំផុសឥឡូវដល់ថា LD លេខ3នេះមួយអញ្ចឹងខ្ញុំចុចមកកាន់ LD លេខ3នឹងមកយើងក្នុង table ហ្នឹងណាយើងអាចចុចបានយើងចុចមក LD លេខ3ហ្នឹងមកហើយយើងអាចបើកបាន restart LD បានហើយ close LD បានឥឡូវខ្ញុំចង់បើក LD ផ្សិនមកដើម្បី check មើលតាក់ទងជាមួយនឹងព័ត៌មាន page ឈ្មោះ page ផ្សេងៗដើម្បីយកមករៀបចំអញ្ចឹងជាដំបូងខ្ញុំនិយាយតាក់ទងជាមួយនឹងមុខងារដំបូងខាងដើមនេះសិនគឺតាក់ទងជាមួយនឹងមុខងារ enable schedule post ហើយនិង enable post and run enable schedule post ហ្នឹងគឺសំដៅទៅលើការរៀបម៉ោងពេលវេលាដែលយើងចង់ឲ្យវាបើកផុសឧទាហរណ៍ថាយើងចង់ម៉ោងផុសម៉ោង2បន្ទាប់អញ្ចឹងយើងអាចបើក tool យើងចោលមុនទៅម៉ោងបន្ទាប់55អីចឹងចោលសិនទៅបន្ទាប់ពីនេះយើងធ្វើការ run វាចោលទៅពេលដល់ម៉ោងវាចាប់ផ្ដើមដំណើរការក្នុងការបើកឲ្យយើងផុសហ្មងអាហ្នឹងមានថាយើងរៀបតាក់ទងជាមួយនឹង schedule ផុសយើងរៀបម៉ោងណាឲ្យដែលយើងរៀបហ្នឹងគឺម៉ោងហ្នឹងនឹងវាបើកផុសឲ្យយើងអញ្ចឹងណាប៉ុន្តែយើងត្រូវតែប្រកាសខ្លួនឯងដែរយើងត្រូវមិនឲ្យបើកបានមុនបើយើងបើកក្រោយកាលនោះវាអត់បើកផុសយើងដោយសារតែវាផុតម៉ោងព្រោះវាបាត់អីអញ្ចឹងយើងធ្វើមិនអាចត្រូវបើកឲ្យវាបានមុនមកហើយបើតាក់ទងជាមួយនឹង enable power and run ហ្នឹងវិញគឺវាអត់ផ្ដោតទៅលើការ schedule ទេគឺមានន័យថាយើងបើក tool មកយើងចុច run ចុច start គឺវាដំណើរការតាក់ទងជាមួយនឹងការរៀបចំទៅលើ page ដែលយើងបាន set up វាហើយក្នុងការរៀបចំផលយើងតែម្ដងអញ្ចឹងណាអាហ្នឹងគឺមុខងាររបស់វាពីនឹងហើយ auto shut down នេះគឺសំដៅទៅលើពេលដែលយើងធ្វើការនេះអានេះវាដំណើរការជាមួយនឹង enable power and run ណាអញ្ចឹងពេលដែលយើងដាក់ auto shut down ពេលដែលវារៀបចំការផុសអីទាំងអស់ឧទាហរណ៍យើងមាន20 30 40 LD អញ្ចឹងទៅឧទាហរណ៍40 LD អញ្ចឹងពេលដែលវាដំណើរការជាមួយនឹង LD ចំនួន40នឹងចប់គ្រប់អស់ទៅតាមព័ត៌មាន set up យើងនីមួយៗឲ្យអស់គឺវានឹងរៀបចំបិទកុំព្យូទ័រយើងដល់ស្វ័យប្រវត្តិណាមិនចាំយើងពិបាកឬក៏យើងចាំបិទកុំព្យូទ័រអីទេអញ្ចឹងយើងគ្រាន់តែ start ចោលហើយយើងតាណាទៅព័ត៌មានផ្សេងៗវានឹងរៀបចំទុកឲ្យយើងជាការស្រេចហើយបិទកុំព្យូទ័រឲ្យក៏ដូចគ្នាដែរអាហ្នឹងគឺមុខងារ auto shut down បន្តមកយើងនិយាយទៅជាមួយនឹងការរៀបចំ page តែម្ដងមកអញ្ចឹងកន្លែងនេះឧទាហរណ៍ខ្ញុំ LD លេខ3នេះខ្ញុំរៀបចំឈ្មោះ page មួយគឺឈ្មោះមួយនេះអញ្ចឹងយើងចូលមកកាន់ Facebook របស់យើងមកហើយយើងមើលឈ្មោះ page របស់យើងធ្វើមិនសរសេរអត់ត្រូវនេះឈ្មោះ page យើងយ៉ាងម៉េចយើងសរសេរបញ្ចូលទៅនឹងអត់ត្រូវមកបន្ទាប់ពីដែលឧទាហរណ៍ថាយើងសរសេរហើយយើងចុច share មកវានឹង load មកលើកន្លែងនេះ page list ក្នុង combo នេះវានឹងបង្ហាញ list page របស់យើងចំនួនប៉ុណ្ណានៅក្នុងហ្នឹងហើយយើងអាចview setting វាចុះឡើងនឹងកែសម្រួលកន្លែងយើងខុសអីយើងអាចកែបានតាមក្រោយទៀតអញ្ចឹងណាអញ្ចឹងយើងគ្រាន់តែចុចទៅលើខាងហ្នឹងហើយយើងមើលឈ្មោះ page ណាមួយដែលយើងចង់កែ folder អីផ្សេងអញ្ចឹងណាយើងអាចរៀបចំតាមហ្នឹងបានអញ្ចឹងយើងគ្រាន់តែសេឈ្មោះ page មកហើយយើងដាក់ឈ្មោះ app Facebook ទូទៅកតនានេះគឺវាសំដៅទៅលើ Facebook ស្រីរបស់វាគឺ Facebook ដែលយើងdown ពីចេញពី App Store ឬក៏ Play Store ហ្នឹងគឺជា app ស្រីនេះបើ app clone យើងរាប់ចាប់ពីអក្សរ B ទៅ B ទៅគឺមានន័យថាយើងលុប A ចោលយើងបន្ថែម B ហ្នឹងសំដៅទៅលើ Facebook clone លេខ1បើ C Facebook clone លេខ2អញ្ចឹងយើងរាប់ A B C D E F អញ្ចឹងទៅរហូតអញ្ចឹងណាយើងដាក់ទៅតាម Facebook clone យើងនីមួយយើងមាន app ចំនួនប៉ុណ្ណាយើងរាប់ A B C ហើយយើងកែតែខាងមុខទៅយើងលុបតែខាងមុខមួយចោលដល់សារបើអា scene របស់វាកតនា A អញ្ចឹងបើយើងចង់ប្រើ Facebook clone លេខ1យើងគ្រាន់លុបអា A យើងចោលយើងដាក់អក្សរ C មកវិញមកអក្សរ B A មក A គឺសំដៅទៅលើអា scene នេះហើយបើ B សំដៅទៅលើ Facebook clone រាប់ពីលេខ1មកអញ្ចឹងយើងអាចតាមនឹងបានដោយសារនេះខ្ញុំប្រើ Facebook scene អញ្ចឹងយើងវា default ក្នុងមានស្រាប់ហើយយើងដាក់អា scene របស់វាមកកតនា A ហ្នឹងហ្មងទៅកតនា A ហ្នឹងបើយើងចង់ប្រើ Facebook clone យើងលុប A ចោលដាក់កតនា B វិញអញ្ចឹងណាយើងរៀបចំតាមហ្នឹងបន្ទាប់មកគឺយើង enable post វាមកហើយកន្លែងមុខងារខាងលើនេះយើងអាចបូកបញ្ចូលយើងអាចគ្រាន់ចុចប៊ូតុង add មកគេវាបង្កើតជាបញ្ជីថ្មីវាអត់មានទេបើយើងចង់ទៅអានេះវិញមកឧទាហរណ៍យើងឃើញអានេះវាមកវិញហើយនេះយើងអាចមកឃើញអានេះមកវិញតែបើថាយើងចុចសញ្ញាបូកនេះមានន័យថាយើងបង្កើតបញ្ជីថ្មីសាឡាងហ្មងអញ្ចឹងណាហើយមកវិញទៅបើយើងចុចលើប៊ូតុង delete នេះគឺអ្វី page ដែលយើងបាន select នៅក្នុង combo ខាងលើកន្លែង page list នេះ
គឺយើងអាចលុប page នឹងចោលបានឧទាហរណ៍កន្លែងយើងចង់លុបឈ្មោះ page នឹងចោលយើងបង្កើតឈ្មោះ page ថ្មីមួយទៀតអញ្ចឹងដោយសារតែយើងផុសអាហ្នឹងវាអត់ឡើងអត់អីអញ្ចឹងទៅយើងចង់កាយវាអញ្ចឹងយើងអាចលុបវាចោលបានយើងគ្រាន់ចុច yes ទៅឬក៏យើងអត់ចង់លុបទេយើងចុច no មកវិញមកអញ្ចឹងណាគឺតែប៉ុណ្្នឹងទេបន្តមកតើតើមួយការរៀបចំ caption នេះគឺយើងអាចយកតើតើជាមួយនឹង caption ចេញពីវីដេអូក៏បានវីដេអូ scene ប្រវីនឧទាហរណ៍ថាឥឡូវខ្ញុំទៅរកមើល folder ណាមួយដើម្បីយកមកជាការឧទាហរណ៍ក្នុងការផុសឧទាហរណ៍ YouTube មួយហើយខ្ញុំទៅរកមើលទៅមួយវីដេអូដែលខ្ញុំបានការហាយអីចឹងណាឥឡូវឧទាហរណ៍វីដេអូ scene នឹងចឹងមួយមកហើយខ្ញុំ copy វាមកយើងយកមកដាក់កន្លែងនេះ folder នេះយើងលុបអានេះចោលមកហើយយើងផាស folder ថ្មីយើងគ្រាន់តែមកស្ដាំទៅលើ folder ដែលយើងមានវីដេអូមកដែលយើងរៀបចំណាឥឡូវឧទាហរណ៍ថា folder ហ្នឹងឈ្មោះ page អីគេខ្ញុំស្រួលចាំយើងគ្រាន់ដាក់ rename ឈ្មោះវាមួយមកទុកមកអូខេប៉ុណ្ណឹងហើយយើង copy យកមកដាក់មកហើយយើងចុច control S មកគឺវាសៀវបានហើយអញ្ចឹងសៀវវានឹងរាប់ចំនួនវីដេអូថាក្នុង folder ដែលយើងដាក់ហ្នឹងតើវាមានចំនួនវីដេអូប៉ុណ្ណាគឺវានឹង count ចំនួនវីដេអូនឹងឲ្យយើងបានឃើញនៅក្នុងនេះដូចគ្នាអញ្ចឹងនៅក្នុង folder របស់យើងវាមាន863វីដេអូអញ្ចឹងនៅក្នុងនេះក៏វាអានេះដោយសារតែវាវីដេអូខ្លះវាអត់មកអញ្ចឹងបានឃើញថាក្នុងនេះវាមានតែ662បាត់មួយអញ្ចឹងមានថាមាន file វីដេអូមួយអាចមានបញ្ហាអញ្ចឹងបានវាអត់ list មកអញ្ចឹងតែវាមិនអីទេហើយដល់ដោយសារតែវីដេអូនេះខ្ញុំដោនមកខ្ញុំអត់ទាន់បានកាន់អញ្ចឹងទៅវាអាចចាប់ទៅលើវីដេអូខ្លះវាអត់ទាន់មានជាប្រភេទ file អីណាមួយអញ្ចឹងបានវាអត់ស្គាល់តែវាមិនជាថ្មីទេអញ្ចឹងយើងគ្រាន់តែដាក់ប៉ុណ្្នឹងមកហើយ caption នេះយើងអាចធ្វើការ list ទៅខ្លួនឯងក៏បានឬក៏នេះយើង click caption from file name ហើយនឹង hashtag from file name អញ្ចឹងមានន័យថាវាយកចេញពីវីដេអូយើងមានចំណងជើងបែបណាវាយកចំណងជើងបែបហ្នឹងដើម្បីយកមកផុសឲ្យយើងដូចគ្នាហើយបើវីដេអូហ្នឹងវាមានតទៅជាមួយនឹង hashtag វាយក hashtag ហ្នឹងចេញពីវីដេអូហ្នឹងដូចគ្នាគឺវាអត់យកពី custom ដែលយើងកំណត់ឲ្យវាទេណាតែបើថាយើងចង់យកអ្វីដែលយើង custom ឲ្យវាយើងគ្រាន់តែដក crease ហ្នឹងចោលហើយយើងកំណត់មកកំណត់ hashtag ដូចខ្ញុំអញ្ចឹងមកយើងសរសេរ hashtag បញ្ចូលមកឬក៏យើងទៅ copy ពីណាមកក៏បានដែរដែលយើងអាចរក hashtag យកមកដាក់បានដែរហើយវានឹងធ្វើការរកទៅជាមួយ hashtag ហ្នឹងដើម្បីយកទៅបង្កើតក្នុងការផុសវីដេអូឲ្យយើងហើយឈ្មោះវីដេអូនេះក៏ដូចគ្នាដែរឥឡូវខ្ញុំលុបចោលឥឡូវដល់យើងមាន file ណាឧទាហរណ៍យើងចង់យកឈ្មោះពី3អញ្ចឹងមក file name របស់វាដើម្បីយកមកកាត់ caption បន្ទាប់មកខ្ញុំចុច comma មួយហើយខ្ញុំ enter ចុះហើយខ្ញុំយកឈ្មោះ file name ណាមួយផ្សេងទៀតមកខ្ញុំយកមកដាក់អានេះវាមាន hashtag ខ្ញុំលុបចោលមកយើងសរសេរមួយចប់គឺយើង comma ហើយក្ប៊ីយើងក្ប៊ីហើយយើង enter ចុះមកបន្ទាប់មកយើងដាក់ប្រមាណក៏បានទៅតាមយើងចង់ដាក់អញ្ចឹងឥឡូវខ្ញុំដាក់3អញ្ចឹងមានន័យថាអា3ហ្នឹងគឺវានឹង random យកទៅប្រើក្នុងការផុសវីដេអូរបស់យើងទាំងអស់បើដល់វីដេអូយើងមានប្រមាណអញ្ចឹងអា caption ប្រមាណដែលយើងដាក់ហ្នឹងវារកថា random រស់ចុះរស់ឡើងដើម្បីយកទៅបង្កើតជា caption ឲ្យយើងក្នុងការផុសឲ្យអញ្ចឹងហើយ hashtag ក៏ដូចគ្នាដែរវានឹង random រស់ឲ្យយើងដូចគ្នាអញ្ចឹងបន្ទាប់មកគឺកន្លែងចំនួនលេខ5នេះដែលខ្ញុំដាក់ហ្នឹងមានន័យថាចំនួនតទៅជាមួយនឹងការផុសតែយើងចង់ឲ្យការផុសក្នុង20ហ្នឹងម្ដងហ្នឹងបានប្រហែលវីដេអូអញ្ចឹងឧទាហរណ៍ខ្ញុំចង់ឲ្យវាផុសចំនួន5វីដេអូខ្ញុំដាក់តែ5អញ្ចឹងមកហើយយើងចង់ឲ្យវាផុសលោះហ្នឹងយើងកំណត់លេខលោះហ្នឹងទៀតអញ្ចឹងណាគឺវានឹងរៀបចំ copy វីដេអូយកទៅផុសតាមនឹងឲ្យហើយបន្ទាប់ទៀតតទៅជាមួយនឹងមុខងារ auto delete មុខងារ auto delete ហ្នឹងគឺសំដៅទៅលើពេលដែលវាផុសវីដេអូណាមួយហើយគឺវានឹងធ្វើការលុបវីដេអូនឹងចេញដោយស្វ័យប្រវត្តិហ្មងគឺវាអត់ store ទុកនៅក្នុង folder នឹងវិញទេមានថាវីដេអូឧទាហរណ៍វីដេអូលេខ1អាដើមនេះវាផុសឲ្យវាលុបចោលអញ្ចឹងហ្មងវាលុបចោលវាអត់ទុកអីណាតែបើថាយើងចង់បានវីដេអូនឹងអត់ចង់លុបវាទេយើងដក take វានឹងចោលទៅអញ្ចឹងពេលដែលវាធ្វើការផុសហើយវីដេអូនឹងវានឹងធ្វើការ move ទៅកាន់ folder មួយទៀតនៅក្នុង folder ដដែលឈ្មោះ posted មានន័យថាវីដេអូដែលវាផុសហើយអញ្ចឹងវីដេអូណាដែលវាផុសហើយវាទាញចូលមកក្នុងនេះឲ្យដោយស្វ័យប្រវត្តិហ្មងអញ្ចឹងណាអញ្ចឹងវាអត់នៅលីឡំជាមួយនឹងវីដេអូដែលយើងអត់តន់ផុសទេអញ្ចឹងវីដេអូណាវាផុសហើយវាដាក់មកក្នុង folder មួយនេះផ្សេងអញ្ចឹងទៅហើយខ្ញុំដាក់វាមកវិញហើយខ្ញុំលុបចោលចាំមើលទៅទៀតខ្ញុំនឹងតេស្តឲ្យមើលថាវាដំណើរការមិនអញ្ចឹងក្នុង folder របស់វាហ្នឹងយើងcònចុច save ទៅយើងរៀបចំហើយយើងចុច save ណា complete ណាហើយអានេះ add story នេះគឺសំដៅទៅលើពេលដែល page យើង ending ផ្សេងយើងមាន bonus ពី story អីចឹងយើងអាច add បានអញ្ចឹងវីដេអូដែលយើងផុសហើយវាអាច add ចូល story ឲ្យយើងបានដោយស្វ័យប្រវត្តិយើងគ្រាន់បើ crease វាចឹងមកតែបើថាយើងគ្រាន់តែ be page ថ្មីសិនទេយើងមិនបាច់ដាក់វាមកទេហើយមុខងារផ្សេងទៀតនៅក្នុងនេះគឺយើងអាចមើលបានវាមានតទៅជាមួយនឹង
dashboard dashboard គឺតើតើជាមួយនឹងការឆែកទៅលើ engagement ឆែក view ឆែក follow អីផ្សេងៗអញ្ចឹងឬក៏ឆែកតើតើជាមួយនឹងការ set up page រលួយបានឬក៏នៅអីចឹងទៅវាមាន invite អីអត់ចឹងណាគឺអាហ្នឹងមុខងារយើងដាក់ចោលទៅដើម្បីឲ្យវាជួយឆែកឲ្យរាល់ពេលដែលវាផុសវាជួយឆែកឲ្យតាអូ page ហ្នឹងវាផ្ទុះអត់អីចឹងទៅចំនួន reach របស់វាប៉ុណ្ណាមាន follow ឡើងអីអត់ចឹងទៅហើយបន្តទៀតតើតើជាមួយនឹងមុខងារនេះ check copyright អាហ្នឹងតើតើជាមួយនឹងcommunity guideline policy របស់ Facebook ហើយបើសិនបើយើងយកវីដេអូពីគេបើយើងកាត់អត់ដាច់វាអាចនឹងជាប់ copyright claim អីផ្សេងអញ្ចឹងណាអញ្ចឹងវាអាចបើយើងអត់លុបវាចោលវាអាចនឹងធ្វើឲ្យ page យើងមានបញ្ហាវាមិនមែនតែ page វាអាចទៅដល់ admin ដែលកាន់ page នឹងទៀតវាអាចជាប់លឿងជាប់ក្រហមអីចឹងតាមកម្រិតស្រាលឬក៏ធ្ងន់ដែល Facebook វាដាក់កំហិតឲ្យយើងអញ្ចឹងអានេះគឺវាជួយឆែកឲ្យវាជួយលុបវីដេអូដែលជាប់នឹងចាញ់កុំឲ្យវាមានបញ្ហាដល់ page របស់យើងអញ្ចឹងវាយើងផុសទៅវាដោយមានអត់ស្ទើរមានការប្រេយភួយបារម្ភអីផ្សេងទៅជាមួយនឹងបញ្ហាជាប់ copyright អីចឹងដោយសារវាជួយឆែកឲ្យហើយវាជួយលុបវីដេអូដែលជាប់នឹងឲ្យយើងវិញទៀតអញ្ចឹងមុខងារហ្នឹងគឺវាតែប៉ុណ្្នឹងទេអាឆែក copyright ហ្នឹងហើយទៅជាមួយនឹង license music ហ្នឹងគឺយើងអាច custom វាបានដូចគ្នាអានេះខ្ញុំគ្រាន់តែសរសេរ list ចោលទេអាមុខងារនេះគឺសំដៅទៅលើ page ដែលយើងរកលុយស្រាប់ទេ page ដែលមាន content monetize ស្រាប់យើងអាច on វាអញ្ចឹងមកហើយ music name យើងអាចសរសេរឈ្មោះទៅតាម music ដែលមាន license ដែលយើងចង់ដាក់អញ្ចឹងទៅឧទាហរណ៍ខ្ញុំសេចោលហើយយើងសេកាម៉ាឲ្យក្បៀសមួយអញ្ចឹងមកយើងសេឈ្មោះ page គេមួយផ្សេងឬក៏ជំនាញគេមួយផ្សេងទៀតមកយើងដាក់ចូលកាម៉ារហូតមកវានឹង random ដើម្បី check ទៅមើលតាmusic ណាមាន license ស្រាប់ដើម្បីយើងចង់កែឡយើងដាក់ music ពេលដែលយើងផុសទៅកែឡវាបាន earning ខ្ពស់មានថា rate RPM អីខ្ពស់ទៅជាមួយនឹងការលុយអញ្ចឹងណាកែឡយើងផុសទៅវាអត់ស្ទើរបានថ្លៃវាថោកអញ្ចឹងទៅយើងអាច add music បន្ថែមកែឡយើងបានrate earning ពី Facebook នឹងទីបន្ទួចពីលើការ view វីដេអូរបស់យើងបន្ថែមអញ្ចឹងណាអញ្ចឹងវាអាច move តទៅជាមួយនឹងសំឡេង original វាចេញក៏បានយើងចង់បើកធម្មតាវិញក៏បានហើយសំឡេង music license នេះយើងអាចបន្ថយកុំឲ្យវាលឺដូចនឹងវីដេអូ scene ដើមរបស់វាក៏បានហើយយើងគ្រាន់ចុច seal មកហើយវានឹងជាប់ប៉ុណ្ណឹងរហូតហើយឃើញហើយមុខងាររបស់ license music ហើយនេះយើងអត់មានអីទេអានេះកន្លែងយើង add time នេះគឺ add ទៅជាមួយនឹងការរៀបចំផុសរបស់យើងទេគឺដែលខ្ញុំបានបញ្យល់ខាងលើហ្នឹងយើងរៀបម៉ោងឲ្យវាទៅបើថាយើងផុសទៅជាមួយនឹង enable schedule ផុសយើងរៀបម៉ោងឲ្យវាទៅតែបើថាយើងអត់ចង់រៀបម៉ោងទេយើងចង់គ្រាន់តែបើកកម្មវិធីមកយើង start run ផុសហ្មងpage ដែលយើងរៀបចំតាមប្រមាណគឺវានឹងរៀបចំបើកផុសយើងទៅអញ្ចឹងណាអាហ្នឹងបើថាយើងចង់enable ផុស run តែបើថាយើងចង់រៀបចែកពេលវេលាក្នុងការផុសយើងរៀបតាមហ្នឹងទៅហើយយើងកំណត់ម៉ោងធ្វើឲ្យច្បាស់ទៅបញ្ជាក់ទៅជាមួយនឹងកន្លែងនេះគឺយើងរៀបជាលក្ខណៈម៉ោងសកលណាមិនមែនជាម៉ោងយើងធម្មតាអញ្ចឹងទេម៉ោងសកលវាដល់24ម៉ោងត្រូវអត់24ម៉ោងប៉ុន្តែវាមិនដល់24ម៉ោងវា23ម៉ោង59វិនាទីហ្នឹងហើយតាមហ្នឹងយើងរៀបតាមហ្នឹងទៅយើងកំណត់វាតាមហ្នឹងទៅឧទាហរណ៍ម៉ោងយើងប៉ុណ្ណាយើងដាក់តាមហ្នឹងមកណាអាហ្នឹងគឺវាអត់មានអីទៀតទេហើយកន្លែង table view ហ្នឹងគឺតកតងជាមួយនឹងការពេលដែលវាយើងរៀបចំអីផ្សេងវានឹង list នេះឧទាហរណ៍ថាវាឈ្មោះ page អីគេនេះ page ឈ្មោះដែលយើងរៀបហ្នឹងមកហើយនឹង status គឺ status សំដៅទៅលើចំនួនវីដេអូដែលយើងដាក់នេះ folder នេះវីដេអូហ្នឹងនៅសល់ប៉ុន្មានអីក៏វាបញ្ជាក់នៅក្នុងនឹងឲ្យយើងដឹងដែរតែដល់យើងផុសទៅវាវីដេអូចិត្តអស់ចិត្តអីក៏វាបញ្ជាក់នៅក្នុងនឹងឲ្យយើងដឹងថាវីដេអូនឹងចិត្តអស់ហើយវានឹងចេញពណ៌មួយផ្សេងទៀតអញ្ចឹងណាអានេះគឺ table view ឥឡូវយើងរៀបចំ page ខ្ញុំដាក់តែឈ្មោះ page មួយហ្នឹងទេហើយខ្ញុំធ្វើការ start ផុសមកខ្ញុំបើកមកច្រឡំខ្ញុំភ្លេចដោយសារខ្ញុំដាក់ enable schedule ផុសអញ្ចឹងវាអត់បើក LD ទេឥឡូវខ្ញុំបិទ LD សិនហើយខ្ញុំយកមុខងារ enable ផុស run មកយើងគ្រាន់ចុច start ទៅឃើញវាបើក LD ចូលមកហ្មងអញ្ចឹងដោយសារនេះខ្ញុំរៀបតែមក LD ដើម្បីតេស្តឲ្យបងប្អូនយើងមើលថាដំណើរការនៃការផុសរបស់វាដើរមិនអីចឹងណាអញ្ចឹងវានេះមកអញ្ចឹងវា LD មានតែមួយទេហើយនេះយើងរៀបបែបនេះអញ្ចឹងឧទាហរណ៍យើងចង់បើកប៉ុណ្ណាអាណានៅក្នុង device ហ្នឹងខ្ញុំបានបញ្យល់ពីវីដេអូមុនហើយអាចចូលទៅមើលបានបើសិនបើអត់ទាន់បានមើលយើងរៀបវាតាមហ្នឹងទៅចាំវាចាំសិនដោយសារខ្ញុំដាក់ឲ្យវាចាំពេលដែលវាបើកឲ្យវាចាំចំនួននេះwait 10វិនាទីដែរអញ្ចឹងឥឡូវវាដើរហើយនេះវារៀបចំ LD ដូចគ្នាហ្នឹងវា auto rec
វាចំអលីឲ្យគ្នាឥឡូវខ្ញុំបើកឲ្យវាធំបន្តិចដើម្បីឲ្យបងប្អូនយើងមើលបានកាន់តែងាយស្រួលច្បាស់អញ្ចឹងវាចូលមកវាចូលទៅឆែកតទៅជាមួយនឹងឈ្មោះ page សិនដោយសារតែវារៀបចំក្នុងការផុសគឺវាផុសទៅតាមឈ្មោះ page របស់យើងpage របស់យើងរៀបចំឈ្មោះបែបណាវាទៅរកមើលឲ្យឈ្មោះ page ហ្នឹងហើយអូខេបាទនេះដោយសារ page នេះខ្ញុំ select ហើយអញ្ចឹងវាថយក្រោយមកវិញដោយសារ page យើងបាន select ហើយអញ្ចឹងក្នុងនេះក៏វាបញ្ជាក់ដែរនេះ page selected already មានន័យថា page យើងងត់រួចហើយអញ្ចឹងវាអត់ធ្វើការ switch ចុះឡើងទេអញ្ចឹងវានឹងថយក្រោយមកវិញដើម្បីដំណើរការទៅជាមួយនឹងការផុសរបស់យើងអញ្ចឹងយើងមានតែរងចាំមើលទៅតើការផុសរបស់វាមិនអីចឹងទៅអូខេវាចូលមកហើយនេះដោយសារនេះខ្ញុំចំនួនវីដេអូ5វីដេអូឃើញវា copy ចំនួន5វីដេអូចូលមកហ្នឹងដោយសារកាលនេះខ្ញុំដាក់5វីដេអូអញ្ចឹងវា copy ចំនួន5វីដេអូដើម្បីយកមកដំណើរការទៅមួយការផុសអានេះដោយសារខ្ញុំបើកទៅជាមួយនឹងនេះដែរ add license music ដែរតែពេលហ្នឹងវាអត់ទាន់មាន earning ទេហើយឈ្មោះវាអត់ត្រូវអញ្ចឹងដោយសារតែយើងដាក់ប៉ុណ្្នឹងមុនហ្នឹងអញ្ចឹងទៅវារកអត់ឃើញអញ្ចឹងវារកអត់ឃើញវាអាចមានបញ្ហាទៅលើការផុសដែរអញ្ចឹងវាអាចនឹង switch ថយក្រោយវិញអូខេវាអាចនឹង back ថយក្រោយវិញដើម្បីទៅជាមួយនឹងដំណើរការផុសវាបន្តអីចឹងណាដោយសារតែមុនហ្នឹងខ្ញុំច្រឡំភ្លេចបិទអានេះទាំង page យើងវាអត់តមានlicense music ទេអញ្ចឹងទៅយើងបិទវាសិនទៅហើយណាមួយខ្ញុំដាក់ឈ្មោះវាក៏អត់ត្រូវទេយើងចេះតែសរសេរអញ្ចឹងវាអាចមានបញ្ហាអស់ហ្នឹងដែរអូខេឥឡូវវាមកដំណើរការតអញ្ចឹងវាឆែកអត់ឃើញវាថយក្រោយមកសិនដើម្បីវាចង់ការផុសរបស់យើងឡើងវិញអញ្ចឹងដោយសារតែ music របស់យើងមុនហ្នឹងខ្ញុំច្រឡំបើកដោយសារតែ page យើងវាអត់ទាន់មាន music ទេហើយណាមួយទៀតខ្ញុំដាក់ឈ្មោះនេះអត់ទាន់ត្រូវដូចខ្ញុំបញ្ជាក់ខាងដើមអញ្ចឹង page គឺវាសំដៅទៅលើ page ដែលវាមាន content monetize ស្រាប់អញ្ចឹងឃើញវារៀបចំ hashtag caption ផ្សេងដាក់ហើយមុនហ្នឹងហើយអញ្ចឹងវាធ្វើការឆែកទៅជាមួយនឹងវីដេអូហ្នឹងសិនដើម្បីវាផុសចូលទៅកាន់ page របស់យើងតើវីដេអូដែលយើងផុសហ្នឹងវាផុសបានឬក៏អត់អញ្ចឹងណាវាធ្វើការឆែកសិនចឹងយើងមើលវាទៅតើវាឆែកមិនអញ្ចឹងណាឃើញអូខេអញ្ចឹងវាឆែកបានហើយអញ្ចឹងវាអាចនឹងចូលទៅឆែក copyright ឲ្យយើងទៀតអូខេអញ្ចឹងវាចូលមកឆែកមើលនៅក្នុង notification កែឡពេលដែលយើងផុសទៅវាមានជាប់ copyright alert ប្រាប់ក្នុង notification ឲ្យយើងដឹងហើយអញ្ចឹងបើថាវាអត់ទេវា back មកធម្មតាវិញហើយវាធ្វើការផុសវីដេអូតទៀតដោយសារតែវីដេអូយើងផុសទៅតែបានមួយទេអញ្ចឹងវានឹងធ្វើការផុសបន្តទៀតទៅជាមួយនឹងវីដេអូទី2នេះ start ផុស real ទី2ដាក់លេខ2ឲ្យអញ្ចឹងវាចូលមកការផុសហើយអូខេវានឹងឆែកទៅតាមចំនួនវីដេអូដែលយើងរៀបចំអញ្ចឹងអូខេវីដេអូទី2អូខេដោយសារមុនហ្នឹងខ្ញុំបិទមុខងារនេះហើយបិទមុខងារ enable license usage ខ្ញុំបិទវាចោលដោយសារមុនហ្នឹងខ្ញុំច្រឡំពេលដែលខ្ញុំ start ខ្ញុំភ្លេចបិទដោយសារតែ page យើង page ថ្មីវា page ថ្មីហើយយើងដាក់ណាមួយយើងដាក់ឈ្មោះក៏វាអត់តន់ត្រូវទៀតយើងចេះតែវាយមុនហ្នឹងអញ្ចឹងវារយឈ្មោះ music អត់ឃើញទេអូខេនេះគឺគ្រាន់តែជាវីដេអូទូខ្ញុំធ្វើទេហើយអាចថាវីដេអូហ្នឹងវាជាវីដេអូពេញហើយសម្រាប់ឲ្យបងប្អូនយើងអាចមើលហើយយើងអាចរៀបចំតាមហ្នឹងណាហើយបើថាយើងចង់រៀប page បន្ថែមនៅក្នុង Only ទៅដែរយើងគ្រាន់បដូរមើលទៅឥឡូវខ្ញុំ stop ប៉ុណ្ណឹងចឹងចុះហើយមកវិញទៀតនេះខ្ញុំបើកទៅកាន់ folder យើងឡើងវិញម្ដងទៀតនេះឃើញវាបង្កើតជា folder ថ្មីមួយទៀតនេះវីដេអូដែលវាបានផុសហើយវាតម្លាក់ចូលមកក្នុង folder ហ្នឹងវិញដើម្បីកុំឲ្យវាច្រឡូកច្រឡំជាមួយនឹងវីដេអូដែលយើងអត់ទាន់បានផុសណាអញ្ចឹងវានឹងការធ្វើការ move ផ្លាស់ទីតាំងនៃ folder មកកាន់ folder មួយទៀតដែលមានឈ្មោះថា posted នេះហើយយើងកុំឲ្យច្រឡំវីដេអូយើងផុសហើយវាទុកក្នុងនឹងដដែលអញ្ចឹងអាហ្នឹងវាមានបញ្ហាដោយសារយើងផុសវីដេអូច្រឡំវាអាច Facebook ចាប់ដែរអញ្ចឹងចំពោះវីដេអូដែលវាផុសហើយវានឹងការតម្លាក់មកកាន់ folder ថ្មីឲ្យយើងអញ្ចឹងយើងមិនបាច់ចាំបារម្ភទេតែបើថាយើងខ្ជិលទុកវីដេអូហ្នឹងយើងអាចបើកមុខងារ auto delete ទៅគឺវានឹងលុបតាក់ទងជាមួយនឹងវីដេអូដែលយើងបានផុសឲ្យយើងអញ្ចឹងទៅអានេះគឺទូទៅបើថាយើងចង់រៀបចំឈ្មោះ page ផ្សេងទៀតយើងមើលទៅយើងចង់មកអត់យើងចង់ផុសប្រហែល page យើងសរសេរឈ្មោះ page ចូលមកហើយវានឹងលីសនៅក្នុងនឹងឲ្យយើងបានដឹងថាpage ណាខ្លះអញ្ចឹងណាហើយយើងគ្រាន់ឧទាហរណ៍ខ្ញុំសរសេរឈ្មោះ page មួយទៀតអញ្ចឹងមកខ្ញុំដាក់អូខេឃើញវាមានឈ្មោះមួយអានេះមួយទៀតហើយនេះដោយសារយើងអត់កែដោយសារព័ត៌មានរបស់យើង set up ដដែលអញ្ចឹងយើងអាចកែទៅយើងអាចកែលុបនេះលុបនោះ
បន្ថែមនេះឬក៏យើងចង់ដូរ folder អីផ្សេងក៏យើងអាចដូរបានដែរហើយនៅក្នុងកន្លែង folder ឧទាហរណ៍បើយើងខ្លាចពិបាកក្នុងការរក folder យើងគ្រាន់ mouse ស្ដាំកន្លែង input path folder របស់វាមកស្ដាំឲ្យវាបង្ហាញជាលក្ខណៈបែបនេះយើងអ្នក open folder មកវានឹងបើកទៅកាន់ folder ដែលយើងបាន store ជាមួយនឹងវីដេអូដែលយើងរៀបចំក្នុងការទុកឲ្យវាផុសហ្នឹងណាគឺវារៀបចំចូលក្នុងនឹងយើងហើយអូខេចំពោះវីដេអូនេះខ្ញុំមានតែប៉ុណ្្នឹងទេបើសិនបើបងប្អូនទាំងអស់គ្នាមានចង្អល់ឬក៏ខ្វះតោះតទៅជាមួយនឹងកន្លែងត្រង់ចំណុចណាមួយអីបងប្អូនទាំងអស់គ្នាអាចឆាតមកសួរខ្ញុំបន្ថែមទៀតតទៅជាមួយនឹងការងារហ្នឹងចាំខ្ញុំប្រាប់បន្ថែមពីលើនឹងទៀតក្រោយឡបងប្អូនទាំងអស់គ្នាមើលវីដេអូហើយអត់ទាន់ច្បាស់គឺយើងអាចឆាតមក private ក៏បានឬក៏តម្លាក់ចូលក្នុងក្រុមយើងក៏បានដោយសារយើងមានក្រុម community របស់យើងដែរដើម្បីជជែកវែកញែកទៅជាមួយនឹងបញ្ហាក្នុងការប្រើប្រាស់ tool អីផ្សេងៗណា